នេះគឺជាអាចគោដែលទើបកាលពីក្រោយព្រឹកមិញនេះអាចគោដែលយើងដាក់អាទិត្យមុនគឺវាស៊ីសុខបានប៉ុណ្ណេះហើយសម្រាប់ខាងនេះវិញគឺយើងដាក់កន្លះខែមុននេះបងនេះអាចគោដែលយើងដាក់ក្នុងអាងចលៀនចាប់ពីកន្លះខែទៅគឺវាសុខចេះបងសុខអីអាចប្រមូលយកទៅដាក់ដំណាំជុំវិញផ្ទះបានហើយសម្រាប់ពុកម៉ែបងប្អូនដែលគាត់មានចំគោបងប្អូនគួរតែយកលាមកគោមកចំចលៀនក្រហមដើម្បីទាញយកផលប្រយោជន៍វាពីរគឺទី1យើងយកសាច់ចលៀនយើងយកសាច់ចលៀនធ្វើជាចំណីមាន់ចំណីទាឬក៏ចំណីត្រីហើយមួយទៀតគឺយើងយកអាចបោះវាគឺយើងយកអាចចលៀនបងនេះគឺជាសាច់ចលៀននេះយើងយកបោះឲ្យមាន់ទាយើងស៊ីទៅគឺធំលើនៅពិសេសទីកប៉ាដូររោមស្អាតហើយមួយទៀតគឺយើងយកអាចបោះវាប្រមូលអាចបោះវាដាក់ដំណាំផ្សេងជុំវិញផ្ទះសម្រាប់ពុកម៉ែបងប្អូនដែលគាត់មានចំគោគួរតែយកលាមកសាច់គោហ្នឹងឬក៏ជ្រូកឬក៏ពពែហើយបងប្អូនធ្វើអាងមួយមកយើងយកអាងហ្នឹងដាក់អាចគោដាក់អាចពពែណាដាក់ហើយបងប្អូនមានពូជចលៀនក្រហមបងប្អូនអញកំងខាងខ្ញុំទៅយើងយកពូជចលៀនក្រហមដាក់ក្នុងអាងណាវាស៊ីអាចគោអាចពពែហ្នឹងហើយបន្ទាប់មកយើងពេលវាកាត់បានកូនច្រើនយើងយកសាច់ចលៀនធ្វើជាចំណីមាន់ចំណីទាហើយនឹងយើងយកប្រមូលអាចចលៀនដាក់ដំណាំល្អមែនតើធ្វើឲ្យជួយដីធូររក្សាសំណើមក្នុងដីហើយពិសេសគឺវាផ្ទុកដីពងចលៀនក្នុងអាចចលៀនវាមានផ្ទុកដីពងដីអីចឹងទៅគឺយើងដាក់តាមគុំដំណាំយើងចលៀនកាត់តាមគុំដំណាំធ្វើឲ្យដីយើងស្បូរចលៀនបងសម្រាប់ពុកម៉ែបងប្អូនដែលគាត់ចង់បានពូជចលៀនក្រហមយកទៅចាំបន្តបងប្អូនអាចកំងខាងខ្ញុំមកខាងខ្ញុំមានលោកពូចាំនឹងប្រឹក្សាបច្ចេកទេសក្នុងការចាំចលៀនក្រហមទីតាំងខ្ញុំនៅស្រុកប្រស័យខេត្តព្រៃវែងលេខទូរស័ព្ទខាងលើបងប្អូនអាចតេមកលេខ1ណាក៏បានបងប្អូនអរគុណច្រើន